Hello ជំរាបសួរសួស្តីខ្ញុំមកថតខ្ញុំមាននេះបងប្អូនឃើញខ្ញុំទៅវិញផ្លាក់លេខឡានអត់មានទេនេះឥឡូវបិទសតកាក់តុងផ្លាក់លេខឡានបិទសតកាក់តុងមុខខាងក្រោយខ្ញុំមកលេងអ៊ីតាលីនេះបងប្អូនឃើញទេអត់មានផ្លាក់ទេបិទកាក់តុងទៅស្វីសវិញហើយដោយសារអីបងប្អូនដឹងទេខ្ញុំបាត់ផ្លាក់ឡានព្រលឹមឡើងចោលលួចហើយខ្ញុំមិនដេកអូតែលណាអូតែលហើយមើលអូតែលឡានពេញហ្នឹងនេះហើយខ្ញុំដាក់ឡានខ្ញុំនៅមុខនៅតានីអីធម្មតាស្រាប់ព្រលឹមឡើងអត់ទាន់ដឹងថាបាត់ផ្លាក់ឡានញ៉ាំអាហារពេលព្រឹកហើយដល់នាំគ្នាចេញថាចង់ទៅដើរលេងមកមើលបាត់ផ្លាក់ឡានបងប្អូនអើយហើយចឹងទៅក៏ទៅតវ៉ាជាមួយអ្នកreception ហូតែលហើយបងប្អូនដឹងថាគេដឹងថាផ្លាក់ឡានយើងគេលួចហើយគេអត់ប្រាប់យើងហើយពួកខ្ញុំនៅស្លន់ស្លោឆ្ងល់បាត់ហើយមិនណាមាន2នាក់មិនតែខ្ញុំម្នាក់បាត់ផ្លាក់ឡាន2នាក់2ឡានជាងទៅគួរតវ៉ាហើយគេថាឲ្យយើងទៅប៉ូលីសហើយពួកខ្ញុំអត់សុខចិត្តទេពួកខ្ញុំថាធម្មតាអ្នកដេញម្ចាស់អូតែលត្រូវ responsible ត្រូវទទួលខុសត្រូវព្រោះពួកខ្ញុំអត់មានត្រូវទៅប៉ូលីសដោយខ្លួនឯងទេខ្ញុំមិននៅស្រុកខ្ញុំផងហើយចឹងទៅបានគឺតាក់ទងទៅប៉ូលីសទៅអីហើយពួកខ្ញុំអត់ទៅកន្លែងវីរ៉ូប៉ូលីសដោយខ្លួនឯងទេឲ្យគេមកមើលនៅកន្លែងនេះនៅកន្លែងកើតហេតុព្រោះយើងអត់ធម្មតាអ្នកម្ចាស់នឹងឯងជាអ្នកទទួលខុសត្រូវហើយដល់យើងនិយាយទៅប្រាប់ថាក៏អត់មានទទួលខុសត្រូវនៅខាងមុខអូតែលទេព្រោះអានឹងជាគាត់មានប៉ាគីងនឹងដូចថាអត់អស់លុយហើយកន្លែងដូចថាយ៉ាងសាធារណៈអញ្ចឹងដល់ពេលអញ្ចឹងគាត់មិនអ្នកទទួលខុសត្រូវទេហើយនិយាយអញ្ចឹងអត់ត្រូវទេព្រោះនៅមុខអូតែលគាត់ហើយប៉ាគីងអូតែលរបស់គាត់ណាចឹងបងពួកខ្ញុំតវ៉ាទៅបានក៏ហៅប៉ូលីសមកហើយប៉ូលីសមកទៅបានគេនាំយើងទៅវីរ៉ូទៅនិយាយដូចថានិយាយគាត់កំណត់ហេតុអីចឹងទៅចាំឡើងរាប់ម៉ោងទៅរំហើយបានយើងត្រូវរៀបចំទៅដើរអីចឹងទៅគេតាក់ទងប៉ូលីសទៅខាងនោះទៅខាងយើងទៅអីចឹងទៅពេលដែលយើងដូចថាឆ្លងកាត់ព្រំប្រទល់ចឹងណាហើយយើងបើកទៅកុំឲ្យមានបញ្ហាអីចឹងហ្នឹងហើយគាត់ណាប្រាប់បងប្អូនប៉ុណ្ណឹងនៅភូមិដែលខ្ញុំនៅហ្នឹងហើយហូតែលឈ្មោះចឹងឯងហូតែលអ៊ីតាលីមិនមែនកន្លែងអាក្រក់ទាំងអស់ទេប៉ុន្តែជាលើកទី1ដែលខ្ញុំមកចំកន្លែងដែលមានបញ្ហាខ្ញុំអត់ដែលទៅvàក៏មានបញ្ហាដូចម្ដងហ្នឹងទេនេះជាលើកទី1ហើយខ្ញុំដើរជ្រើកន្លែងនៅvàក៏គ្រប់ច្រើនប្រទេសបងប្អូនខ្ញុំអត់ដែលជួបបញ្ហាឡើយម្ដងនេះខ្ញុំមានជួបបញ្ហាផ្ទាល់ហ្មងផ្ទាល់ដោយខ្លួនឯងទៀតដេញចោលគេលួចលេខផ្លាក់របស់យើងបងប្អូនឮតែគេនិយាយថាប្រទេសអឺរ៉ុបផ្សេងតែយើងទៅមានលួចកង់ឡានមានលួចផ្លាក់ឡានមានលួចដូចថាវាយនៅក្នុងឡានយករបស់របរអញ្ចឹងបើយើងទុកចោលហើយនេះលួចផ្លាក់ឡានខ្ញុំបងប្អូនអើយអត់ជឿតើសោះនេះ
ហើយខ្ញុំទៅវិញដូរលេខហ្នឹងហើយ Bye bye.